sự lãnh đạoនេះស្វាគមន៍មកកាន់ការកណនី limit នៃអនុគមវិធីនៅដំបូងចឹងអានេះគឺជាវីដេអូមួយរបស់ខ្ញុំហើយខ្ញុំគាត់តែធ្វើម្លឹកឬក៏អាចដល់បងប្អូននៅសង្គមឬក៏អ្នកជាសាមើលដល់ខ្សោយគិតអញ្ចឹងចឹងនេះគឺជាវីដេអូដំបូងទេហើយបើសិនជាមានអ្វីថ្មីខ្ញុំនឹងអាប់ឡូតបន្តទៀតអញ្ចឹងមកកាលពេលចូលវីដេអូអញ្ចឹងយើងមានហាត់ចំនួន8ដែលសិតតែរៀង0ដល់0ខ្ញុំនេះគឺរៀង0ដល់0កំណត់មើលរៀងមិនកំណត់អីប្រហែលជាអ្នកនេះចេះអស់ហើយអញ្ចឹងឥឡូវខ្ញុំចូលមកលំហាត់ទី1របស់យើងមកទៅអាស៊ីពេកអញ្ចឹង limit របស់យើងមានពីការ៉េបូក 5x បូក1ទៅបូក2អញ្ចឹងដើម្បីយើងនៅលើ0ដល់0យើងចំនួនចូលសិនអញ្ចឹងយើង12ចូលចូល12 4ដកលើជាការ៉េបូកអញ្ចឹង4អានេះដក10បូក6អញ្ចឹងបូកនឹង0ដល់0អញ្ចឹងនេះគឺខ្ញុំបង្រៀនអ្នករៀនធ្វើក្បាច់ខ្លីមកអញ្ចឹងអ្នករៀនមើលកន្លែងនេះដើម្បីធ្វើយ៉ាងម៉េចមើល x ខិតរក12អញ្ចឹងនេះបើ x ខិតរក12យើងបោះអា2នេះមកនេះបោះអា2នេះមកនេះវាចេញបូកបោះនេះចេញបូកនេះដូចឧទាហរណ៍ចេញx ស្មើដល់2នេះដូចសញ្ញាស្មើចឹង2ដល់ពេលបោះមកខាងនេះទៅចេញបូកចាខាងនេះវាអត់មានលេខអីវាប្រកាសជា0ទេ0បូកម៉ាត់ដកម៉ាត់វាទៅនៅ0អញ្ចឹងវានៅសល់0អញ្ចឹងយើងត្រូវសម្រួលនេះណាអានេះជាមួយនឹងកន្លងជើងទៅ12អញ្ចឹងយើងមិនខ្វល់ទេនៅក្រោមនេះមាន x បូក2អញ្ចឹងឥឡូវយើងចាប់តែ x បូក2មកហើយអានកតានេះខ្ញុំនឹងប្រាប់អ្នកនេះគឺយើងធ្វើខ្លីទេគឺយើងយកអាប៉ុណ្ណេះចែកយ៉ាងនេះហើយអានេះចែកយ៉ាងនេះអាគៀនចែកគៀនរបៀបកតាយើងអត់ចែកទេទៅចោលនេះ9ខ្លីក្នុងការកែលឿនអញ្ចឹងណាអញ្ចឹងឧទាហរណ៍នេះ x ការ៉េ x ការ៉េចែក x វាស្មើ x ផ្លាត់ហើយបូក6ចែកបូក2ស្មើ3 1ចែក2ស្មើ3អញ្ចឹងយើងបានហើយយើងសម្រួលកតាដែលនាំឲ្យវាស្មើ0មកវាចោលទៅនេះរួចចោលទៅយើងសល់នឹង x បូក1អញ្ចឹងចំនួនចូលដក2ទៅស្មើ1ណាគឺគេយល់នេះ limit កាត់រក1វិញដល់អញ្ចឹងកាត់រក1យើងចំនួនលេខចូលសិនដឹងដើម្បីឲ្យវាដឹងថាវាចូលដល់អញ្ចឹងចូលហើយគឺរៀន0ដល់0ព្រោះតែខ្ញុំដាក់លំហាត់រៀន0ដល់0អស់អញ្ចឹងដូចនេះលំហាត់ x កាត់រក1អញ្ចឹង x កាត់រក1យើងបោះ1ទៅនោះទៅវាស្មើនឹង x ដក1អញ្ចឹងយើងទៅសម្រួល x ដក1ដូចកតានេះដែរខ្លីអញ្ចឹងយើងចាប់តែ x ដក1 x ដក1មកអាប៉ុណ្នេះគឺយើងយកអានេះចែកអញ្ចឹងយកគៀនចែកគៀនទៅ x ការ៉េចែក x ស្មើ x ដក2ចែកដក1វាស្មើ2បូក1ចែក2ចែក1ស្មើ2ហើយដកប៉ះដកចែកបូកអញ្ចឹងបើអ្នកគ្នាអត់ជឿអាលំហាត់តែខ្ញុំកាលនេះខ្លីទេអ្នកអាចកូនចូលបានគឺវាស្មើដូចកន្លែងទេអញ្ចឹងអានេះគឺខ្ញុំនិយាយក្បាច់ដែលធ្វើឲ្យអ្នកនេះកាលនេះខ្លីហើយគឺវាស្រួលយល់ខ្ញុំអាចចាប់បានអញ្ចឹងអានេះកតាដូចគ្នាយើងសិក្សាអានេះកតានឹងឲ្យវានាំlimit យើងស្រួលយើងស្រួលទៅវាចុះស្មើសុខដែរអញ្ចឹងយើងចំនួនទៅវាស្មើ x បូក2មានសល់ប៉ុណ្នេះអញ្ចឹងស្រួលទៅចូលទៅស្មើ3យ៉ាកន្លែងយល់ចាលំហាត់ទី3នេះវាអត់មានលេខអីទៅបោះឲ្យយកប៉ះ0ទៅគឺយើងនៅ x ដក0 x ដក0វាអត់មានអីថ្មីទេអញ្ចឹងនៅពេលដែលគិតរក0ហ្នឹងគឺមានតែវាគិតរកនេះវាចូលរៀងរបស់យើងនេះហើយអញ្ចឹងអានេះវា x អញ្ចឹងអ្វីយើងសម្រួលគឺយើងត្រូវសម្រួលនឹង x ណាយើងត្រូវសម្រួល x អញ្ចឹងយើងចាប់តែ x មកនេះអានេះយើងជំនួយ0 0នេះ0នេះ5គុណ0នៅ0ណាយើងចាប់ x មកចឹងនេះវាសម្រួល x ខាងក្រោមមកវាមិនសល់ប៉ុណ្នេះយើងវាចំនួនគឺទៅនេះ x ស្មើ0នេះ0 5ណាចានេះទី4មួយទៀតអញ្ចឹងទីក្រោម13អញ្ចឹងចំនួន0មកនេះ9អានេះត18ដក4 3ដក18អញ្ចឹងចំនួនចូលទៅស្មើ4 3ដក27ច្រឡំ27 9នេះដកទៅ0 0 0អញ្ចឹងមានកាត់រក13បើកាត់រក13យើងបោះ3ទៅនោះទៅវិញជា x បូក3កាត់រក0នេះ x បូក2 x ដក2បោះទៅនេះទៅវាបោះនេះទៅនេះវាស្មើប៉ុណ្នេះអញ្ចឹងយើងត្រូវសម្រួលប៉ុណ្នេះអញ្ចឹងអានេះដូចគ្នា
ពេលយើងបោះទៅវាស្មើនឹង x បូក3កាត់ដល់0អញ្ចឹងយើងទៅចាប់ x បូក3ហើយអាកតាប៉ុណ្នេះធ្វើមិនវាបានកតាប៉ុណ្ណឹងគឺយើងយកទៅ x ការ៉េនេះចែកនឹង x នេះវាស្មើ x អានេះចែកនឹងអាគាននេះយកអាគានចែកអាគាននេះចែកអាគាននេះអាកតាតួកតាមាន x នេះយើងមិនខ្វល់ទេអញ្ចឹងចែកទៅវាមិនស្មើនឹង x ការ៉េចែក x វាស្មើ x 18ចែក3វាស្មើ6 3ដង18ស្មើវិញអញ្ចឹងសម្រួលចោលព្រោះអានេះចោលទៅស្មើនឹង x បូក6អញ្ចឹងចំនួនចូលទៅស្មើដល់3បូក6ស្មើ3យ៉ាអញ្ចឹងសង្គមយល់អញ្ចឹង5ទី5ការគណនាលីមីតអញ្ចឹងយើងមានវាការីនេះហើយយើងចំនួនទៅគឺវាស្មើ0យ៉ាសម្រួលមកឯងទៅនេះ12យ៉ា1 12 1ការ៉េ1 1ការ៉េស្មើ1ដែរនេះ13ឬ5 13 12 15 15បូក5 0តែអញ្ចឹងឯងចឹង x ការ៉ូ1អញ្ចឹង x ការ៉ូ1គឺយើងបោះមួយទៅយើងធ្វើសម្រួលនឹង x ដក1ដូចលើអាចខៅវីដេអូមើលបានអញ្ចឹងយើងទៅចាប់ x ដក1នេះថានិយាយទៅយើងមិនខ្វល់អានេះមិនមែនទេយើងទៅដឹងថាបើនេះមាន x ដក1ចាប់ x ដកចាប់ x ដក1មកព្រោះថាក្រោយមាន x ដក1ស្រាប់អញ្ចឹងអាលើអត់មាន x ដក1ទេចឹងចាប់តាមនោះហើយបីបានតួទៅនេះយើង x ដក2 x ការ៉េនេះយើងយកចែកនឹង x នេះទៅវាស្មើ x ព្រោះអានេះចែកតែ x ទេអញ្ចឹងវាស្មើ x ហើយដក3ចែក1អញ្ចឹង3ចែក1ស្មើ3ហើយដកប៉ះដកចេញបូកអញ្ចឹងនេះហើយកណ្ដាលនេះយើងអត់ខ្វល់ទេអញ្ចឹងយើងស្រួលចូលតែបើអ្នកនេះអត់ជឿនេះទេខ្ញុំដូចតែនិយាយអញ្ចឹងខ្ញុំមិនចង់និយាយចិត្តទេខ្ញុំកើតមកគឺដើម្បីឲ្យអ្នករៀនស្រួលយល់សុខនេះអញ្ចឹងបើអ្នកវាជឿខ្ញុំទេវាអាចគុណទៅស្មើតាមនេះបានហើយតែវាគុណខុសចឹងស្រួលនេះច្រើនទៅស្មើនឹង x ដក 2x បូក3អញ្ចឹងវាចំនួន1ចូលទៅស្មើដក2បូក3ស្មើ1តែអញ្ចឹងមកទី6x ការ៉េ x ការ៉េបូក20គេក្រ4អញ្ចឹងអានេះ4ការ៉េបូក20បូក4ដក20អញ្ចឹង16បូក4 20 20 20 0 4 0អញ្ចឹងមានអានេះដូចបានវាគិតរបស់4អញ្ចឹងបើបោះ4ទៅនោះ x ដក4គិតដល់0អញ្ចឹងយើងមិនត្រូវសម្រួលនឹង x បូកដក4ដល់ព្រោះវាចូលរៀងនេះបូកយើងសម្រួលចោលមកនេះយើងចាប់ហើយព្រោះក្រមាន x ដក4ហ្នឹងមកចាប់ទៀតទេចានេះចាប់ x ដក4ដើម្បីបាននេះ x ការ៉េចែក x នេះស្មើ x ហើយដក20ចែកនឹងដក4 20ចែក4và 5ដកចែកដកប៉ះដកចែកដកបូកបាទអញ្ចឹងយើងសម្រួលអានឹងចោលទៅនេះអា4ហ្នឹងសម្រួល4នេះយើងស្មើប៉ុណ្នេះអញ្ចឹងយើងជ្រុលចូលទៅស្មើ9យ៉ាខ្លីៗស្រួលមើលអីចឹងអានេះលំហាត់ដំបូងឯងអញ្ចឹងលំហាត់ទី7ឥឡូវចូលដល់លំហាត់ទី7អញ្ចឹងx ការ៉េដក x បូក6អញ្ចឹងនេះចំនួនចូលទៅអានេះ3ការ៉េ9 9ដក3ដក6ដក9អញ្ចឹងដក9បូក9 0ដក3ដក3 0អញ្ចឹងនេះកាត់រកនេះកាត់រក3អញ្ចឹងយើងចេះបោះណាហើយបូកបោះទៅនោះដក3 x ដក3កាត់រក0វាចូលអាកំពុងនេះយើងសេខាងលើអញ្ចឹងយើងចាប់ x ដក3មកអានេះមាន x ដក3ស្រាប់អញ្ចឹងនេះចាប់តែ x ដក3មកហើយអាដើម្បីកតានេះយើងយកអាគៀននេះចែកអាគៀននេះហើយអាគៀននេះចែកអានេះនេះអាអត់លេខចែកអត់លេខហើយអានេះចែកនេះទៅវាអាកតាមាន x នេះយើងមិនបាច់ធ្វើអីវាទេអានោះអត់ខ្វល់ទេណាអញ្ចឹង x ការ៉េចែកនឹង x នេះវាស្មើមិនស្មើ x តែហើយដក6ចែកដក3វាមិនស្មើ2នេះព្រោះអានេះដកប៉ះដកនេះចេញបូកអញ្ចឹងឥឡូវយើងបានទេយើងសម្រួលអាកតាក្នុងអីនេះមានយើងសូមមកអញ្ចឹងយើងបានប៉ុណ្នេះអញ្ចឹង3យើងជ្រុលចូលទៅ3បូក2và 5អញ្ចឹងតែឥឡូវចូលហាត់ចុងក្រោយរបស់យើងទី8អញ្ចឹង x ការ៉េដក 3x បូកនេះគឺស្មើនេះ x ការ៉េនេះ4នេះ2វិញ6អានេះ3 2ដងមិន6 6ដក9 0 2ដក2 0ដែរអញ្ចឹងដូចខ្ញុំបាននិយាយចឹង x កាត់រក2អញ្ចឹងបោះ2ទៅនោះទៅយើង x ដក2កាត់រក0ណាអាចមើលខាងលើវិញបានខ្ញុំមកចង់និយាយដល់ទេអញ្ចឹងគេសម្រួល x ដក2អញ្ចឹង x ដក2យើងចាប់ x ដក2មកអាលើនេះចាប់តែ x ដក2មកហើយអានេះយើងចាំយកអានេះមកចែកនៅអានេះអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងអាគៀនចែកអាគៀនចែកអាគៀនអាជាប់ x នេះមិនបាច់ធ្វើអីវាទេអញ្ចឹង x ការ៉េ
ចែកនឹង x វាស្មើ x អញ្ចឹងអត់ដល់អញ្ចឹងដក2បូក2ច្រឡំសំទោសបូក2ដក2អញ្ចឹងវាស្មើ1 2ចែក2ស្មើ1ហើយបូក1ដកចេញដកអញ្ចឹងសម្រួលចោលមកវាស្មើប៉ុណ្នេះអញ្ចឹងស្មើ2ដក1ស្មើ0 2ដក1ស្មើ1ដែរអញ្ចឹងសរុបមកលំហាត់របស់យើងគឺកម្រិតដំបូងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាអ្នកចង់អ្វីអីខ្ញុំនឹងធ្វើបន្តហើយសង្ឃឹមថាអ្នកជួយចិត្តវីដេអូមួយណាវាចូលចិត្តអាចជួយចុច like ឬ subscribe បានដើម្បីជួយបន្តនៅវីដេអូខ្ញុំគ្រាន់តែចង់ឲ្យអ្នកមានចេះឬក៏អ្នកមានចេះហើយខ្ញុំគ្រាន់សូមជួយចែកនេះដើម្បីអាចមានកាត់ចិត្តអញ្ចឹងព្រោះយើងធ្វើយើងទៅតាមអំណាចចិត្តពីគេដែរចាដូចអញ្ចឹងបានអ្នកចង់និយាយច្រើនទេជួបគ្នានៅវីដេអូខលតែបើមានលំហាត់អីថ្មីអាចទម្លាក់នៅក្នុង Telegram personal របស់ខ្ញុំបានខ្ញុំដាក់ link នៅខាងក្រោមហើយមានចំណងអាចសួរខ្ញុំបានខ្ញុំឆ្លើយតបពេលខ្ញុំទៅនេះអរគុណច្រើនបាយបាយ